set គោលដៅឲ្យមិនដែលអាចសម្រេចបានបាទតើមកពីកត្តាគេខ្លះបាទអញ្ចឹងមនុស្សច្រើនដែលគាត់ធ្លាប់រៀនពីមុនមកឬក៏គាត់កំពុងធ្វើការប្រហែលជាធ្លាប់ឮថាពាក្យកំណត់គោលដៅហើយ goal ដែលយើងដែលហៅថាការ set goal បាទប៉ុន្តែភាគច្រើននៅពេលដែលយើងចូលទៅធ្វើគឺធ្វើតែបានសម្រេចឯដាក់ goal ហើយ fail goal ហើយ fail បាទអញ្ចឹងថ្ងៃនេះខ្ញុំលើកយកកត្តាមួយចំនួនដែលជាផលប៉ះពាល់ដែលធ្វើឲ្យយើងមិនអាចសម្រេចគោលដៅរបស់យើងបានបាទរួមទាំងខ្ញុំដែរក៏មាន goal ខ្លះគឺអត់អាចសម្រេចបានទេដោយសារតែកត្តាទាំងអស់នោះបាទខ្ញុំលើកយក6ចំណុចដែលជាកត្តាដែលធ្វើឲ្យ goal របស់យើងមិនអាចសម្រេចបានចំណុចទី1ខ្ញុំនិយាយអំពីការកំណត់ goal ធំបាទបើធៀបជាមួយនឹងពេលវេលាដែលយើងត្រូវធ្វើហ្នឹងគឺมันអាចសម្រេចបានបាទឧទាហរណ៍យើងចង់សន្សំលុយ$1 លានក្នុងរយៈពេល1ខែប៉ុន្តែប្រាក់ខែរបស់យើងឬក៏លទ្ធផលការងាររបស់យើងឬក៏មុខរបរយើងរកបានតែមួយខែត្រឹមតែ$500ទេដែលអាចសល់អញ្ចឹងសួរថាតើយើងអាចធ្វើម៉េចសន្សំលុយឲ្យបាន$1 លានបាទអាហ្នឹងគឺវា impossible ឬក៏ថាមួយឆ្នាំចុះបាទមួយឆ្នាំចង់សន្សំ$1 លានតែប្រាក់ខែ$500អាហ្នឹងក៏มันងាយនឹងអាចធ្វើបានដែរបាទព្រោះបើយើងគិតវាអត់ real បាទវាអត់ពិតពិបាកក្នុងការសម្រេចបានដែរអញ្ចឹងនៅពេលដែលយើងកំណត់គោលដៅត្រូវធៀបជាមួយនឹងពេលវេលានិងសមត្ថភាពរបស់យើងអាចធ្វើបាននៅគ្នាពេលបច្ចុប្បន្នចំណុចទី2កំណត់គោលដៅធំប៉ុន្តែអត់មានរៀបចំផែនការសកម្មភាពតូចៗដើម្បីធ្វើការងារឲ្យសម្រេចបាននៅគោលដៅធំហ្នឹងបាទអញ្ចឹងនៅពេលដែលយើងដាក់គោលដៅធំប៉ុន្តែយើងអត់បានបំបែកគោលដៅហ្នឹងឲ្យទៅជាដំណាក់កាលតូចដើម្បីយកវាមកអនុវត្តហើយវាសម្រេចបានតាមផែនការតូចៗហ្នឹងទៅយើងអាចដល់គោលដៅធំបាទអញ្ចឹងបើសិនជាយើងគ្រាន់តែកំណត់ថាយើងចង់ sale $1 លានក្នុងមួយឆ្នាំចុះឧទាហរណ៍ប៉ុន្តែអត់បាននិយាយថាតើដើម្បីបាន$1 លានក្នុងមួយឆ្នាំតើរយៈពេលមួយឆ្នាំពេញហ្នឹងយើងត្រូវធ្វើអីគេខ្លះក្នុងមួយខែយើងត្រូវបញ្ចប់អីខ្លះក្នុងមួយខែយើងត្រូវសម្រេចអីខ្លះអត់មាននិយាយអញ្ចឹងនោះយើងនឹងពិបាកក្នុងការសម្រេចគោលដៅណាស់ចំណុចទី3គឺយើងអត់មានការវាស់វែងពីសកម្មភាពលទ្ធផលរបស់យើងធៀបទៅជាមួយនឹងគោលដៅដែលយើងបានកំណត់បាទអញ្ចឹងនៅពេលដែលយើងកំណត់គោលដៅតូចៗទៅតាមខែទៅតាមថ្ងៃហើយយើងត្រូវតែមានការវាស់វែងជាប្រចាំថាតើគោលដៅប្រចាំថ្ងៃរបស់យើងសម្រេចបានអត់បាទហើយគោលដៅប្រចាំខែសម្រេចបានអត់ប្រចាំឆ្នាំសម្រេចបានអត់បាទអញ្ចឹងនៅពេលដែលយើងវាស់វែងយើងដឹងថាយើងខ្វះខាតអីយើងគួរតែធ្វើអីបន្ថែមអញ្ចឹងវាអាចធ្វើឲ្យយើងអាចបន្ថែមនៅអ្វីដែលយើងត្រូវបំពេញដើម្បីសម្រេចគោលដៅបានបាទកត្តាមួយទៀតគឺជាកត្តាជំរុញទឹកចិត្តបាទអញ្ចឹងបើសិនជាយើងនៅក្នុង environment មួយដែលសម្បូរទៅដោយអ្នកដែលចូលចិត្តនិយាយ negative ចូលចិត្តនិយាយបាក់ទឹកចិត្តអញ្ចឹងភាគច្រើនការសម្រេចគោលដៅរបស់យើងភាគច្រើនគឺពិបាកក្នុងការសម្រេចបានណាព្រោះយើងក្នុង environment មួយដែលចង់ថាគិតអីក៏វា impossible គិតអីក៏វាធ្វើមិនកើតគិតអីក៏វាចំណាយពេលអត់ប្រយោជន៍អញ្ចឹងនៅពេលដែលយើងដាក់ goal គឺពិបាកក្នុងការសម្រេចដោយសារតែមួយថ្ងៃយើងឮតែពាក្យដែលបន្តិចប្រអាប់ធ្វើឲ្យយើងបាក់ទឹកចិត្តអត់អាចធ្វើអីបានបាទបើមិនជាយើងនៅក្នុង environment មួយដែលសម្បូរទៅដោយអ្នកដែលគាត់ជាមនុស្សដែលមាន positive mindset គាត់ជួយជំរុញទឹកចិត្តរបស់យើងជួយឲ្យយោបល់របស់យើងដើម្បីធ្វើម៉េចឲ្យយើងអាចដោះស្រាយបញ្ហាបានបាទដើម្បីធ្វើឲ្យយើងមានអារម្មណ៍ល្អក្នុងការសម្រេចគោលដៅរបស់យើងនោះក៏ជាកត្តាមួយដែលធ្វើឲ្យយើងអាចឈានទៅដល់ការសម្រេចគោលដៅបានដែរបាទចំណុចមួយទៀតដែរគឺជាចំណុចសំខាន់គឺការចង់សម្រេចលទ្ធផលលឿនពេកបាទមិនថាគេឬក៏ខ្ញុំទេចំណុចមួយហ្នឹងមានភាគច្រើនបាទនៅពេលដែលយើងកំណត់គោលដៅហើយភាគច្រើនគឺយើងតែងតែរំពឹងទុកថាគោលដៅហ្នឹងត្រូវសម្រេចបានភ្លាមឆាប់បាទអញ្ចឹងនៅពេលដែលយើងគិតបែបហ្នឹងវាធ្វើឲ្យយើងងាយនឹងបាក់ទឹកចិត្តងាយនឹងអស់កម្លាំងចិត្តក្នុងការសម្រេចវាបានបាទអញ្ចឹងនៅពេលដែលយើង set goal យើងធ្វើសកម្មភាពអត់ទាន់បានដល់គោលដៅបាទកុំទាន់បាក់ទឹកចិត្តយើងត្រូវមើលថាតើវានៅខ្វះអីបាទយើងគួរតែផ្លាស់ប្ដូរអីដើម្បីឲ្យសកម្មភាពរបស់យើងសម្រេចលទ្ធផលបន្ថែមបាទទោះបីវាមិនអាចសម្រេចគោលដៅភ្លាមតែវាមានការ update មានការ improve មានការកើនឡើងលទ្ធផលអញ្ចឹងយើងត្រូវតែផ្លាស់ប្ដូរការគិតផ្លាស់ប្ដូរនៅសកម្មភាពរបស់យើងបាទកុំរំពឹងទុកលទ្ធផលលឿនពេកបាទវាត្រូវការយើង patient មានការអត់ធ្មត់បាទចំណុចចុងក្រោយគឺស្វែងរកអ្នកដែលគាត់ជា mentor បាទចង់ថាជាអ្នកដែលចាំជួយប្រឹក្សាយោបល់ជាមួយយើងក្នុងការសម្រេចគោលដៅនេះបាទហើយ mentor ហ្នឹងលក្ខណៈសម្បត្តិរបស់គាត់គួរជាអ្នកដែលមានបទពិសោធន៍បាទធ្លាប់ធ្វើការងារហ្នឹងបានសម្រេចពីមុនមកឬក៏គាត់មានបទពិសោធន៍ច្រើនក្នុងគោលដៅដែលយើងចង់ធ្វើហ្នឹងបាទអញ្ចឹងទើបគាត់ងាយឲ្យយោបល់របស់យើង
ថាតើយើងគួរតែធ្វើអីកន្លែងណាដែលយើងគួរប្រុងប្រយ័ត្ននៅពេលដែលធ្វើកន្លែងហ្នឹងអាចនឹងមានបញ្ហាអីគេខ្លះបាទអញ្ចឹងនៅពេលដែលគាត់មានបទពិសោធន៍គឺគាត់អាចប្រាប់យើងច្បាស់ហើយធ្វើឲ្យយើងឆាប់យល់អាចងាយនឹងសម្រេចគោលដៅបាទអញ្ចឹងកត្តា mentor នេះគឺជាកត្តាសំខាន់មួយនៅក្នុងកត្តាផ្សេងៗទៀតដែលអាចជួយឲ្យយើងសម្រេចគោលដៅបានបាទព្រោះអីខ្ញុំហ៊ាននិយាយមួយដែល simple ថាកាលណាយើងកំណត់ goal បាទគឺជា goal ដែលយើងអត់ធ្លាប់ធ្វើពីមុនមកអញ្ចឹងភាគរយដែលយើងសម្រេចបរាជ័យនេះគឺច្រើនណាស់បើមិនជាយើងអត់មានអ្នកដែលគាត់មានបទពិសោធន៍ធ្លាប់ធ្វើឆ្លងកាត់ហើយពីមុនមកគឺយើងដូចយើងដើរព្រៃវែកផ្លូវអញ្ចឹងអត់ដឹងថាតើផ្លូវណាខុសផ្លូវណាត្រូវកាត់ឆ្ការព្រៃដើរខ្លួនឯងអញ្ចឹងណាអញ្ចឹងវាធ្វើឲ្យយើងចំណាយពេលច្រើនវែងច្រើនសារច្រើនដងអញ្ចឹងទៅអាចរកផ្លូវត្រូវឃើញតែបើមិនជាយើងមាន mentor គាត់អាចដឹងថាធ្វើកន្លែងនេះវែងឆាប់ត្រឡប់មកវិញបាទសម្រងផ្លូវយើងបាទកុំធ្វើអញ្ចឹងចំណាយពេលច្រើនហ្នឹងហើយអញ្ចឹង mentor គឺជាកត្តាសំខាន់មួយក្នុងចំណោមកត្តាផ្សេងៗទៀតបាទអញ្ចឹងកត្តាទាំងអស់នេះគឺជាចំណុចដែលយើងគួរតែដឹងនៅពេលដែលយើងកំណត់គោលដៅដើម្បីកុំឲ្យការកំណត់គោលដៅរបស់យើងវាបរាជ័យបាទអរគុណសម្រាប់ការតាមដានស្ដាប់ហើយបើសិនជាបងប្អូនពេញចិត្តជាមួយវីដេអូរបស់ខ្ញុំសូមជួយ follow ដើម្បីទទួលបានវីដេអូផ្សេងៗទៀតដែរបាទអរគុណ